ព័ត៌មានទី5នេះគឺជាសេចក្តីរាយការណ៍របស់ The Globe and Mail បាទដែលផ្សាយនៅថ្ងៃនេះថ្ងៃទី22ហ្នឹងបាទហើយអ្នកសរសេរហ្នឹងគឺគាត់ឈ្មោះថាបាទឈ្មោះគាត់នេះបាទឈ្មោះCamo Scuro បើខ្ញុំមើលឈ្មោះមិនច្បាស់កន្លែងនេះ Gianmarco Sicuro បាទគាត់ជាអ្នកសារព័ត៌មានសេរីគាត់សរសេរឲ្យគេឲ្យគាត់ជួយចិត្តថតរូបផងដែរដើម្បីបានដឹងពីដំណើរគាត់ទៅកន្លែងណាហើយគាត់បាននេះជារូបរបស់គាត់បាទគាត់បានអញ្ជើញទៅប្រាសាទព្រះវិហារប្រាសាទព្រះវិហារគាត់បានថតរូបជាច្រើនហើយគាត់បានសរសេរអត្ថបទនេះបាទអត្ថបទតាក់ទងនឹងប្រាសាទព្រះវិហារនៅក្នុងស្ថានភាពចំនួនកម្ពុជានិងថៃបាទអត្ថបទនេះដំណើររឿងនេះគឺប្រិមិត្តបានដឹងច្រើនមកហើយយើងនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែអ្វីដែលខ្ញុំយកមកជម្រាបនៅជូននៅពេលនេះគឺចង់ឲ្យប្រិមិត្តបានដឹងបន្ថែមទៀតតើសារព័ត៌មានក្រៅប្រទេសបាទដែលមិនមែនជាខ្មែរយើងតើគេមើលឃើញយ៉ាងម៉េចដែរអំពីចំនួនរបស់យើងជាពិសេសនៅលើបញ្ហាប្រាសាទព្រះវិហារហ្នឹងបាទហើយពេលខ្ញុំអានចប់ហើយតើប្រិមិត្តចាប់អារម្មណ៍ចំណុចណាខ្ញុំនឹងសួរនៅខាងក្រោយចែករំលែកនៅការសង្កេតរបស់ខ្ញុំផងដែរចឹងខ្ញុំសូមបកប្រែទូជូនប្រិមិត្តបាទគាត់សរសេរជាអត្ថបទខ្លីទេប៉ុន្តែគាត់ដាក់រូបថតច្រើនហើយខ្ញុំមិនហ៊ានយករូបថតមកមិនចង់ឲ្យប៉ះពាល់ទៅដល់ copyright របស់គាត់ប្រាសាទព្រះវិហារដែលជាប្រាសាទមួយនៅលើភ្នំមួយដែលមើលពីលើវាលទំនាបដ៏ធំល្វឹងល្វើយមួយនៅភាគខាងជើងប្រទេសកម្ពុជាគឺជាប្រាសាទដ៏ពិសិដ្ឋសម្រាប់ទាំងអ្នកកាន់សាសនាហិណ្ឌូនិងពុទ្ធសាសនិកប្រាសាទនេះត្រូវបានសាងសង់ឡើងដោយចក្រភពខ្មែរក្នុងសតវត្សទី11និងឧទ្ទិសដល់ព្រះសិវៈដែលជាព្រះហិណ្ឌូប៉ុន្តែនៅពេលដែលចក្រភពបានទទួលយកព្រះពុទ្ធសាសនាបន្តិចម្ដងការបដិបត្តិសាសនានៅទីតាំងនោះក៏បានចាប់ផ្ដើមឆ្លុះបញ្ចាំងពីជំនឿនៅទីនោះផងដែរប្រាសាទនេះក៏ជាចំណុចសំខាន់មួយសម្រាប់កងទ័ពថៃនិងកម្ពុជាផងដែរព្រោះវាស្ថិតនៅចម្ងាយត្រឹមតែ200-300ម៉ែត្រពីព្រំដែនជាមួយប្រទេសថៃចាប់តាំងពីការចាប់ផ្ដើមនៃចំនួនថៃកម្ពុជាកាលពីឆ្នាំមុនដែលជាលទ្ធផលនៃចំនួនព្រំដែនដ៏យូរអង្វែងនិងការទាមទាររបស់កម្ពុជាអំពីការរំលោភយកវប្បធម៌រដ្ឋាភិបាលថៃនិងកម្ពុជានិងស្ថាប័នអន្តរជាតិបានគូបញ្ជាក់ពីប្រាសាទព្រះវិហារថាជាប្រភពមួយនៃការប្រយុទ្ធគ្នាផងដែរដែលការប្រយុទ្ធនោះបានសម្លាប់មនុស្សជាង100នាក់និងបានធ្វើឲ្យមនុស្សរាប់សែននាក់ត្រូវបានផ្លាស់ចេញពីទីលំនៅមន្ត្រីកម្ពុជានិយាយថាការបាញ់កាំភ្លើងធំនិងការទម្លាក់គ្រាប់បែកតាមអាកាសដោយយោធាថៃបានបំផ្លាញរាប់រយកន្លែងនៃតួប្រាសាទដោយបន្សល់ទុកនៅប្រាសាទដែលមានរចនាសម្ព័ន្ធថ្មភក់ជាច្រើនរបស់ប្រាសាទមានស្នាមប្រេះសប្តាហ៍ថ្ងៃនេះដែលមានបទជប់បាញ់ចូលជាធរមានចាប់តាំងពីថ្ងៃទី27ខែធ្នូភ្នំនេះត្រូវបានឡោមព័ទ្ធដោយកងទ័ពថៃនៅសងខាង3ជ្រុងដែលបានគ្រប់គ្រងភ្នំទី2ដែលមើលរំលងភ្នំប្រាសាទកាលពីឆ្នាំមុនដើម្បីរក្សាឲ្យវាស្ថិតនៅក្រោមការបាញ់ប្រហារនិងស្ថិតនៅក្នុងចម្ងាយដែលអ្នកលបបាញ់ស៊ីបអាចបាញ់ដល់ប្រាសាទនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយចំពោះរដ្ឋាភិបាលថៃដែលស្វែងរកការគ្រប់គ្រងវាដោយសារមានហេតុផលខាងមន្តអាគមនិងយុទ្ធសាស្ត្ររដ្ឋាភិបាលថៃបានទទួលយកសេចក្តីសម្រេចឆ្នាំ1962របស់តុលាការយុត្តិធម៌អន្តរជាតិជាលើកដំបូងដែលជាភ្លាមនោះដែលបាននិយាយថាប្រាសាទនេះជាកម្មសិទ្ធិរបស់កម្ពុជាប៉ុន្តែក្រោយមកបានបដិសេធសាលដីកានោះដោយចាប់ផ្ដើមការតស៊ូផ្លូវច្បាប់ដល់វែងឆ្ងាយឋានៈរបស់ប្រាសាទជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលត្រូវបានផ្ដល់ឲ្យឋានៈនេះក្នុងឆ្នាំ2008បានផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជានៅអត្ថប្រយោជន៍ដែលអាចឲ្យបញ្ជាក់ពីតម្រូវការក្នុងការការពារប្រាសាទសម្រាប់ខ្ញុំការទៅទស្សនាទីតាំងនោះពិតជាបទពិសោធន៍ដ៏រំជួលចិត្តយ៉ាងខ្លាំងពាក្យសម្ដីរបស់ព្រះសង្ឃដែលអមដំណើរខ្ញុំនឹងនៅតែក្នុងចិត្តខ្ញុំជារៀងរហូតព្រះអង្គបានមានសង្ឃដីកាថានេះជាកន្លែងដែលយើងគួរតែបានការពារនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយប៉ុន្តែផ្ទុយទៅវិញយើងបានបរាជ័យហើយសប្តាហ៍នេះស្ទើរតែគ្មានអ្វីនៅសល់ឡើយវត្តអារាមទាំងនេះមិនមែនជារបស់រដ្ឋាភិបាលទេប៉ុន្តែជារបស់មនុស្សជាតិទាំងអស់នេះតាមការបញ្ជាក់របស់ព្រះសង្ឃស៊ុនសាងដែលជាចៅអធិការវត្តនេះព្រះអង្គបានមានសង្ឃដីកាបន្ថែមថាថៃបដិសេធការចោទប្រកាន់ប៉ុន្តែតើលោកគិតថាយើងបានបំផ្លាញវា
ដោយខ្លួនឯងឬទេបាទពាក្យសម្ដីពីរបីឃ្លានេះធ្វើឲ្យអ្នកសារព័ត៌មានដកជាប់នៅក្នុងអារម្មណ៍ជាប់ជានិច្ចបាទនេះគឺជាអ្នកសារព័ត៌មានណាបាទដែលខ្ញុំដាក់ហ្នឹងបាទហើយចាប្រិមិត្តវិញយល់យ៉ាងម៉េចដែរអញ្ចឹងហើយដូចដែលខ្ញុំបាននិយាយហើយនិយាយទៀតការដែលយើងជួបអ្នកសារព័ត៌មានបរទេសនឹងសម្ដីរបស់យើងនឹងគឺសំខាន់ណាស់យើងនិយាយទៅនិយាយយ៉ាងណាតំណាងឲ្យប្រទេសជាតិកុំឲ្យនិយាយអ្វីឲ្យខូចផលប្រយោជន៍ប្រទេសជាតិបាទទោះបីជាខឹងសម្បារដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយតែការជួបជាមួយនឹងអ្នកសារព័ត៌មានបរទេសការនិយាយទៅតម្កល់ផលប្រយោជន៍ខ្មែរជាធំជានិច្ចនឹងជារឿងសំខាន់ណាស់ដោយពាក្យសម្ដីមួយឃ្លាបាទសង្ឃដីកាមួយឃ្លារបស់ព្រះសង្ឃចៅអធិការនឹងធ្វើឲ្យអ្នកសារព័ត៌មានគាត់ចងចាំជានិច្ចហើយវាជួយដល់ការយល់ដឹងនៅអន្តរជាតិបានច្រើនបាទខ្ញុំជឿថាប្រិយមិត្តមួយចំនួនយល់អំពីបញ្ហានេះគាត់តែខ្ញុំចង់រំលឹកបន្ថែមទៀតឲ្យចែករំលែកអត្ថបទនេះឲ្យប្រិយមិត្តបានដឹងអំពីសារៈសំខាន់របស់វាអញ្ចឹង